តម្លៃពោតក្នុងថ្ងៃទី21ខែ8 2026នេះបានថា4800ខាងស្រុកម៉ាឡៃហើយអានេះពោតខ្ញុំនេះរៀងស្ទើរបន្តិចបានតែ4.75ទេតែវាចំណេញមួយយ៉ាងដែរតែពោតហ្នឹងខ្ញុំប្រាប់ចឹងពោតនោះពូជពោតវៀតណាមដែលខ្ញុំតឹងផុសហ្នឹងវាចំណេញដែរវាមិនសូវបាច់បាញ់ថ្នាំតកោថ្នាំអីឆ្នាំមុខហើយអាចដាក់ច្រើនដល់ស្តង់វីដេអូពេញមកបងប្អូនអាចមើលវីដេអូដែលខ្ញុំដែររត់នេះជារៀលខ្លីៗសម្រាប់បងប្អូនទស្សនាហ្នឹងហើយវីដេអូហ្នឹងមានអីច្រើនទេមានប៉ុណ្ណឹងបងប្អូនទេគុណច្រើនបងតម្លៃខាងបងប្អូនហ្នឹងមានតម្លៃប៉ុន្មានដែរពោតខាងបងប្អូននៅនេះអាចខមមិនប្រាប់តិចមើលខាងស្រុកម៉ាឡៃនេះកាលចិត្តដំបូងបាន600ឥឡូវមានណាលាកលើស្អប់លឹក